នៅក្នុងវីដេអូនេះយើងនឹងរៀនអំពីការរកតម្លៃនៃកន្សោមមួយដោយពឹងផ្អែកទៅលើតម្លៃដែលគេប្រាប់អញ្ចឹងគេថាបើសិនជា a សេគុណ n ស្មើ3គេឲ្យយើងរកតម្លៃនៃ a ស្វ័យគុណ 2n ដក a សេគុណ n ព្រមទាំង a សេគុណ 2n បូកនឹង a ស្វ័យគុណ n អញ្ចឹងនៅក្នុងលំហាត់នេះរបៀបវាមានពីររបៀបនៅក្នុងការធ្វើរបៀបទី1គឺយើងយកនេះទៅជួសហ្មងទៅជួសបែបម៉េចយើងត្រូវយល់ថាដើម្បីធ្វើអានឹងកើតលុះត្រាតែយើងស្គាល់ a ស្វ័យគុណ 2n ស្មើនឹងប្រមាណ a សេគុណ n នឹងស្មើនឹងប្រមាណអញ្ចឹងយើងដឹងថា a សេគុណ n ស្មើនឹង3មែនទេចុះ a សេគុណ 2n ស្មើប៉ុន្មានចុះ a សេគុណ n ស្មើ3ចុះ a សេគុណ 2n a ស្វ័យគុណ 2n នេះយើងអាចសរសេរវាទៅជាអី a ស្វ័យគុណ n ការ៉េឬក៏ a ការ៉េស្វ័យគុណ n ហ្នឹងហើយពីព្រោះកន្លែងនេះនីតូសនរបស់វាគឺប្រហែលមានន័យថាវាគុណគ្នាអញ្ចឹងយើងអាចអីគេយើងអាចបំបែកហ្នឹងហើយក្តោប n ក្តោប2ឬក៏2ក្តោប n ប៉ុន្តែយើងត្រូវការ2ក្តោប n ទេមិនត្រូវការទេពីព្រោះលំហាត់យើងអត់មានទេយើងមានតែ n ក្តោប2បានដោយសារ a សគុណ n នេះយើងដឹងតម្លៃវាអញ្ចឹងវាស្មើនឹង3ការ៉េស្មើនឹង9អញ្ចឹងតម្លៃកន្សោមរបស់យើងខ្ញុំដាក់កន្សោមយើងតាំងស្មើ a ចុះអញ្ចឹងយើងទាញបាននោះបាទ a របស់យើងស្មើប៉ុន្មានវាស្មើនឹង9ដក3លើ9បូក3អញ្ចឹងវាបាន3លើ12សំទោស6លើ12ដែលស្មើនឹង1លើបាទ1លើ2អញ្ចឹងទៅអានឹងប៉ុណ្ណឹងអានឹងរបៀបទី1បាទរបៀបទី1ចុះបើរបៀបទី2របៀបទី2បងប្អូនគ្នាគិតចេះ a វាស្មើជាមួយនឹង a សេគុណ 2n ដកឲ្យ a សេគុណ n ចែកជាមួយនឹង a សេគុណ 2n បូកឲ្យ a សេគុណ n មែនទេអញ្ចឹងកន្លែងនេះយើងដឹងថាចេះ a ស្វ័យគុណ 2n យើងអាចសរសេរទៅជា a ស្វ័យគុណ n គុណឲ្យ a ស្វ័យគុណ n បានហេតុអីវាញែកចេះ 2n វាស្មើ n បូក n ណាអញ្ចឹងកាលណាស្វ័យគុណដែលមាននីតូសនប្រមាណវិធីបូកបែបហ្នឹងយើងអាចញែកដូចថាឥឡូវ a ស្វ័យគុណ n បូកឲ្យ n គឺវាស្មើនឹង a សេគុណ n គុណឲ្យ a សេគុណ n នេះឃើញទេបាទប៉ុណ្ណឹងអញ្ចឹងហើយបានយើងអាចញែកទៅជា a សេគុណ n គុណនឹង a ស្វ័យគុណ n បានបន្ទាប់មកដល់ a ស្វ័យគុណ n ចែកជាមួយនឹង a ស្វ័យគុណ n គុណ a សេគុណ n បូកឲ្យ a សេគុណ n បន្ទាប់មកយើងយក a ស្វ័យគុណ n ជាកតាមកដាក់ជាកតារួមយើងទាញបានកតាជាមួយ a សេគុណ n ដក1ចែកនឹង a សេគុណ n កតានឹង a សេគុណ n បូក1អញ្ចឹងទៅសម្រួលគ្នាអស់ទៅយើងជួសតម្លៃមក a វាស្មើ3ដក1លើ3បូក1អញ្ចឹងវាបាន2លើ4ចម្លើយវាចេញបាន1លើ2បាទអញ្ចឹងចម្លើយវាចេញដូចតែគ្នាទេអរគុណដែលបានទស្សនា